mà thọp tê sna bởi chia hai nhiệt nhôm để bàn mơ tu rồi to bàn sạp vật chủ ấy nâng bàn đăng bị bộ vọt này cả đột tiền nâng hay dựng đăng ấy đăng bộ vọt đột tiền nâng cao bị trăm nam màu ấy nhôm tiểu họ đăng ấy chỉ non pre trẻ nhiều đột thuộc ấy nấy chỉ non pre on miền thì thuộc á nè dương tâm miênประมาณ100 ឆ្នាំក្រោយនេះដែលយើងយកតាមចិនតាមអីទេជំនាន់ព្រះគេមិនដែលមានដុតធូបបួងសួងសច្ចាសុំនេះសុំនោះមិនដែលមានទេទៀនហ្នឹងដូចគ្នាដែរជំនាន់ព្រះអត់តាន់មានទៀនដូចយើងឥឡូវនេះទេក៏និយាយពីប្រវត្តិកោកើតដុតទៀននឹងតែចុះថ្ងៃមួយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងធម៌ជាប្រចាំរៀងរាល់ថ្ងៃអបោសតសិលជានិច្ចកាលពេលដែលទទួលផាត់ត្រង់ហើយណាព្រះអង្គផ្ទុំប្រហែលជាកន្លះម៉ោងអីចឹងបរិស័ទពិសាបាយរួចចាប់សពគ្រប់ទៅថ្ងៃរៀងរសៀលជ្រេបន្តិចព្រោះអត់តាន់មាននាឡិកាទៀតកាលនោះចឹងព្រះអង្គមើលឲ្យតែថ្ងៃរៀងជ្រេថ្ងៃតិចតិចចាប់ផ្ដើមប្រទានពធទេសនាជាទម្លាប់អញ្ចឹងទេវតាអីចុះមកស្ដាប់ពធទេសនារៀងរាល់ថ្ងៃសិលថ្ងៃបោសតសិលហើយដល់ពងស្ដាប់ជាទម្លាប់របស់ព្រះអង្គគឺព្រះអង្គសម្ដែងឲ្យតែថ្ងៃតិចខ្ទង់ប្រហែលជាម៉ោង5អីព្រះអង្គឈប់យើងអត់តាន់មាននាឡិកាប៉ុន្តែយើងសន្មត់ថាអញ្ចឹងណាឲ្យតែថ្ងៃរៀងជ្រេចប់ខ្ទង់ប្រហែលជាម៉ោង5អីព្រះអង្គឈប់ស្រាប់តែថ្ងៃហ្នឹងព្រះអង្គប្រឹងសម្ដែងរហូតដល់មេឃល្ងិតឆឹងល្ងិតមើលគ្នាលែងឃើញខ្ទង់ប្រហែលម៉ោង7 8យប់ហើយនៅតែអត់ឈប់សម្ដែងបរិស័ទទាំងអស់ក៏អត់ហ៊ានងើបដែរព្រោះព្រះអត់ឈប់សម្ដែងហើយស្ត្រីម្នាក់ក៏ឆ្ងល់តែហេតុអីបានព្រះអង្គទ្រង់សម្ដែងធម៌ទេសនាខុសទម្លាប់អត់មានអ្នកណាដឹងបតីព្រះទេព្រោះជាទម្លាប់ឲ្យតែថ្ងៃរៀងជ្រេបន្តិចព្រះអង្គឈប់ព្រោះចុះថ្ងៃហ្នឹងហេតុអីបានជាសម្ដែងរហូតទៅគ្នាល្ងិតឆឹងហើយមើលគ្នាលែងឃើញព្រះអង្គនៅតែសម្ដែងដោយសារព្រះអង្គមើលទៅនិស័យសត្វខ្លះដែលកំពុងតែស្ដាប់ធម៌ហ្នឹងសត្វខ្លះរៀបនឹងបានសម្រេចធម៌ជាន់ខ្ពស់ហើយអគ្គសាវកខ្លះរៀបនឹងបានសោតាខ្លះរៀបបានសក្កទាព្រះអគ្គសាវកខ្លះរៀបនឹងបានអរហត្តមគ្គអរហត្តផលហើយទៀបនឹងបានសម្រេចធម៌អញ្ចឹងព្រះអង្គប្រឹងធ្វើម៉េចឲ្យសម្រេចគុណធម៌ជាន់ខ្ពស់ទៅដល់សត្វដែលកំពុងតែស្ដាប់ធម៌ទេសនាហ្នឹងដែលរៀបនឹងបានសម្រេចហ្នឹងព្រះអង្គប្រឹងសម្ដែងតទៅទៀតដើម្បីឲ្យសត្វហ្នឹងពិចារណាកាន់តែខ្ពស់ទៅគុណធម៌កាន់តែដោះឡើងនិងសម្រេចមគ្គផលនៅជាន់ខ្ពស់ក្នុងខណៈហ្នឹងអញ្ចឹងព្រះអង្គអត់ឈប់សម្ដែងនេះប្រឹងសម្ដែងធ្វើម៉េចឲ្យអ្នកទាំងអស់ហ្នឹងបានសម្រេចធម៌ទៅតាមឧបនិស្ស័យរបស់ខ្លួនអ្នកខ្លះរៀបបានសោតាអ្នកខ្លះរៀបបានសក្កទាអ្នកខ្លះរៀបបានអនាគាអ្នកខ្លះរៀបបានអរហត្តហើយដល់សម្ដែងយប់អញ្ចឹងស្ត្រីម្នាក់កើតចិត្តជ្រះថ្លារត់ទៅផ្ទះខ្លួនឯងណាកាយរងមើលព្រោះវាមិនទាន់មានពូលម៉ែតអីល្ងិតឆឹងតែ